ក្រោយភ្លៀងជាក់មេឃក៏រាំងពាំងជូរក៏មានប្រេងដែងក៏មានអញ្ចឹងក៏នឹកឃើញឆាតាពាំងជូរជាមួយប្រេងដែងអញ្ចឹងខ្ញុំនឹងមកធ្វើម្ហូបឆាតាពាំងជូរជាមួយនឹងប្រេងដែងតោះអ្នកទាំងអស់គ្នាដែលបានឃើញវីដេអូនេះកុំភ្លេចសាកយកទៅធ្វើញ៉ាំបានបើមានប្រេងដែងហើយនិងតាពាំងជូរធានាថារសជាតិឆ្ងាញ់ខ្លាំងបងប្អូនអាចសាកយកធ្វើញ៉ាំបានឥឡូវខ្ញុំចង់ចាប់ផ្ដើមធ្វើត្រីណែងឆាជាមួយនឹងតាពាំងជូររបស់យើងតែដែរនេះបានកាលពីយប់មិញដោយសារតែគេដើរឆ្លោះលៀងមួយមេធំទៅវាឡើងពីស្រះគេចាប់បានអញ្ចឹងក៏ទិញគេយកមកធ្វើម្ហូបតោះអញ្ចឹងទៅតាមដានក្នុងការចម្អិនម្ហូបរបស់អ្នកទាំងអស់គ្នាហើយគ្រឿងក្រៅដែលខ្ញុំមាននេះគឺខ្ញុំយកមករំលីងវាជាមួយនឹងប្រេងឆាសិនមានគល់ក្រេបម្ដេចក្រូចខ្ទឹមសខ្ទឹមក្រហមអញ្ចឹងទៅយកមករំលីងយកបានឈ្ងុយហើយបន្ទាប់មកយើងដាក់ទឹកត្រីចូលហើយយើងក៏ដាក់ប្រេងដែងយើងកូរជាមួយមួយត្រឡប់ពីត្រឡប់ទៅមកបន្ទាប់មកចាំយើងដាក់គ្រឿងទេសចូលគ្រឿងទេសមានស្ករប៊ីចេងរឌីអីចឹងទៅដាក់ទៅដើម្បីឲ្យវាគ្រឿងទាំងអស់នោះជ្រាបចូលនៅក្នុងសាច់ត្រីបន្ទាប់មកចាំយើងដាក់ទឹកចូលបន្តិចទៅរងាស់វាឲ្យត្រីយើងបានផុយឆ្អិនមកល្មមមកបន្ទាប់មកចាំយើងដាក់បន្ទាប់ពីយើងដាក់តាពាំងជូរយើងចូលហើយបន្ទាប់មកយើងរងាស់ឲ្យដាច់ទឹកបន្តិចមកចុងក្រោយយើងដាក់ម្រះប្រូវចូលមកជាការស្រេចសម្រាប់មុខម្ហូបមុខនេះមានតែប៉ុណ្ណឹងហើយបើបងប្អូនមិនច្បាស់អាចមើលវីដេអូនេះតាមដំណើរបានវីដេអូនេះពីខ្ញុំទៅជួបគ្នានៅវីដេអូក្រោយបាយបាយ